mày hay mà đo theo bao giá can tại em chỉ năng tiết mày ơi. Ok, số đây tiếng Anh này là dương cầm plong tại thưa đầm nà từ một tiết làm bay tới cái lại này dương thử thọt hay dương thọt bên thiên là bao đây kia bông. តោជាមួយនឹងត្រីចំហុយនេះគឺគេត្រីនេះត្រីកំងត្រីកំងចំហុយ còn là vậy mà lên tận mòn mỏ lại cho dương tôi mơ lại cái thơ từng ngọt này mà đo cái lại ngờ nê san bó thầy cầm mong ai nè từng ở khné chân ngờ ta mà tam na từng ở khné Hãy thấy việc tôi kiểm soát mùi bị bơi Jadi tak kalah tak esok ni. Tak ni. mùi bị bơi buồn phèn ឥឡូវនេះពួកយើងទៅ3នាក់ហើយនឹងក្រុមរបស់យើងផ្សេងទៀតបានមកដល់ទីតាំងកន្លែងថតត្រីកំងចំហុយហើយអញ្ចឹងតោះយើងចូលទៅមើលសកម្មភាពនឹងទីតាំងទាំងអស់គ្នានៅកន្លែងនេះជាឡដែលគាត់ចំហុយទឹកអំបិលសម្រាប់ដាក់ត្រីកំងចំហុយនិងត្រីចំហុយផ្សេងទៀតអញ្ចឹងទៅនៅក្នុងនេះដែលពុះខុចហ្នឹងគឺជាទឹកអំបិលពូថាអាហ្នឹងគាត់ដាក់តាមអំបិលមួយមុខហើយមកងាស់ទឹកអំបិលហ្នឹងឲ្យរីងអញ្ចឹងពួកយើងនៅមើលស្នាមដែលអំបិលហ្នឹងរីងណាគាត់ប្រើតែទឹកអំបិលហើយគាត់អត់ប្រើគ្រឿងទេសអីផ្សេងទៀតទេអញ្ចឹងសារធាតុដែលនៅក្នុងត្រីចំហុយហ្នឹងដែលយើងញ៉ាំទៅហ្នឹងអត់មានប៊ីចេងអត់មានម្នាស់ឬក៏អីមកងាស់ហើយលាយទេគឺរសជាតិត្រីកំងសុទ្ធតែម្ដងតោះយើងទៅមើលទៀតតាមពិតទៅនេះយើងគាត់អត់ទាន់បានធ្វើអីទេគ្រាន់តែជាកន្លែងទំនេរឯងហើយយើងគ្រាន់តែមកមើលកន្លែងអញ្ចឹងណាអានេះគាត់ថាទឹកអំបិលហ្នឹងគ្រាន់តែសម្រាប់ផ្អាប់ត្រីឯងឲ្យត្រីហ្នឹងប្រៃហើយទុកបានយូរពូថាទុករយៈពេលបាន2ថ្ងៃយើងត្រាំអាហ្នឹងយើងយកអាទឹកហ្នឹងមកយកមកចាក់នៅក្នុងនេះជាមួយនឹងត្រីដែលគាត់បានលាងស្អាតរួចហើយលាងស្អាតរួចស្រេចហើយគាត់យកត្រីយកមកត្រៀបហ្នឹងហើយគាត់យកអាទឹកអំបិលមិញហ្នឹងយកមកចាក់ចូលត្រាំដើម្បីឲ្យវាប្រៃវាទុកបានយូរទៅពេលដែលគាត់លាងអីស្អាតត្រាំរួចរាល់ហើយគាត់ក៏រៀបចំត្រីទាំងអស់ហ្នឹងយកមកដាក់នៅនេះប្រភេទកញ្ច្រែងចែកគាត់ដាក់ត្រៀបត្រីតាមកញ្ច្រែងមួយអញ្ចឹងណាត្រៀបឲ្យវាពេញអញ្ចឹងហើយគាត់យកវាយកមកដាក់នៅក្នុងនេះដែលនេះបង្ហាញមួយហ្នឹងទឹកហ្នឹងគឺ final ហ្មងគាត់ថាត្រាំរយៈពេល20នាទីគឺឆ្អិនហើយយើងអាចលើកចេញបានហើយពេលដែលយើងលើកចេញហ្នឹងក៏យើងអាចយកចេញឲ្យភ្ញៀវភ្លាមដែរ final មែនប៉ុន្តែយើងទុកឲ្យវាត្រជាក់រយៈពេល2ម៉ោងឬក៏3ម៉ោងវាត្រជាក់ហើយបានយើងអាចយកទៅឲ្យភ្ញៀវឬក៏យកឲ្យអ្នកលក់បន្តបានអញ្ចឹងអស់ហើយទៅមើលខាងនោះទៀតគឺមានឡផ្សេងទៀតដោយសារតែត្រីនៅក្នុងមួយថ្ងៃគាត់ធ្វើច្រើនណាឡើងរាប់តោនហើយអញ្ចឹងហើយមានឡ3ហ្នឹងដែរគាត់ធ្វើការចំហុយត្រីអានេះគ្រាន់តែជាឡទេដោយសារតែឥឡូវហ្នឹងយើងអត់ទាន់មានត្រីធ្វើទេអញ្ចឹងយើងមើលប៉ុណ្ណឹងសិនចាំស្អែកទៀតយើងនឹងមកមើលម្ដងទៀតហើយកន្លែងនេះគឺជាកន្លែងដុតភ្លើងហ្នឹងហើយអូខេបាយអស់ហើយចុះស្អែកចាំមើលទៀត